ស្ដីទាំងអស់គ្នាអញ្ចឹងនៅក្រោយក្នុងរបស់ខ្ញុំនេះគឺជា game Anchor Rise of the Hero គឺជា game របស់ខ្មែរយើងដែលទើបតែបង្កើតឡើងមកនិយាយទៅ game ហ្នឹងវាជាប្រភេទ 3D ជាប្រភេទ adventure តាមខ្ញុំដឹង game ហ្នឹងគឺបង្កើតឡើងរយៈពេល4ឆ្នាំមកហើយគឺបង្កើតឡើងដោយក្រុមហ៊ុន Cell Animation Studio តាំងពីឆ្នាំ2018មកម៉េចហើយមួយរយៈហ្នឹងគឺក្រុមហ៊ុន Cell Animation Studio គឺបើកឲ្យយើង register លេងសាកល្បងជា version beta ហើយខ្ញុំក៏បានចុះឈ្មោះលេង game ហ្នឹងដែរហើយទើបតែឃើញ email គេផ្ញើមកឲ្យយើងលេងសាកល្បងអញ្ចឹងណាអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកតេស្ត game នឹងសាកល្បងទាំងអស់គ្នាថាតើ game ខ្មែរយើង game បែប adventure តើវាលយបែបណាវាមានទស្សនវិជ្ជាពិសេសបែបណានិយាយទៅយើងធ្លាប់តែលេង game បរទេសដូចជា game ឧទាហរណ៍ដូចរបៀប GTA អីចឹងណាយើងលេង game បរទេសអញ្ចឹងវាល្អហើយវា graphic វាល្អវាមានសាច់រឿងល្អតែវាមិនមែនជា game ខ្មែរយើងអញ្ចឹងនៅពេលខ្ញុំបានបើកសាកល្បងមុននឹងបន្តិចហ្នឹងគឺថាអារម្មណ៍រំភើបមែនតើគឺវាពិសេសនៅពេលយើងបានលេង game បែបខ្មែរហើយមើលទស្សនវិជ្ជាទាំងការ design ទាំង animation ហ្នឹងគឺបែបខ្មែរគឺគួរចាប់អារម្មណ៍មែនតើអូខេអញ្ចឹងតោះថ្ងៃនេះខ្ញុំនឹងមកសាកល្បង game ហ្នឹងជាមួយអ្នកទាំងអស់គ្នាអូខេអញ្ចឹងយើងចាប់ដើមបើ game ទាំងអស់គ្នា Anchor Rise of Hero យ៉ាលើកុំតន់អាណាសូហ្គេមហ្នឹងវា start មកដំបូងវាចំណាប់អារម្មណ៍របស់ខ្ញុំភ្លេងលយភ្លេងខ្លុយឡើងកលួយវាអសហ្នឹងគេប្រាប់ថាហ្គេមហ្នឹងវាជាចំនួនសាកល្បងអញ្ចឹងវាអាចមាន bug ឬក៏ error មួយចំនួនព្រោះអីវាជាចំនួនសាកល្បងអញ្ចឹងណាវាមិនមែនជាកំណែ update ពេញទេហើយ game ហ្នឹងគឺវាកើតឡើងនៅសម័យអង្គរគឺវាកើតឡើងនៅសម័យអាណាចក្រអង្គរអូខេយើងចុច next ដើម្បីបន្តទៀត start ចាប់ផ្ដើម game ថ្មី yes ភ្លេងលីឡយឡើងកលួយភ្លេងខ្លុយអូខេនេះចូលមកហើយhero របស់យើងកំពុងអង្គុយតាំងសិលហើយយើងអង្គុយតាំងហើយយើងអង្គុយសមាធិនេះអញ្ចឹងយើងដឹងហើយថា game ហ្នឹងគឺផលិតដោយបងខ្មែររបស់យើងពីទស្សនវិជ្ជា game ចេញមកដំបូងគឺពុតបដិមាឆ្លាក់លើឆ្លាក់ចេញពីថ្មធំមែនតើចេញមកគឺរចនាបថខ្មែរហ្មងហើយឥឡូវក៏មកលេងយើងមើល hero របស់យើងសិននេះ hero ហ្នឹងគឺគាត់ចងក្បិនពាក់បីជើងសង្ហែកហើយនៅក្រោយមានដាវភ្លុះដាវពីរហើយកណ្ដាលនោះមិនមែនដាវទេកណ្ដាលនេះដូចជាលំពេច្រឡំលំពេកណ្ដាលហ្នឹងប្រខាន់មូលហ្នឹងប្រខាន់នេះមួយដងវាអូខេតទៀតអញ្ចឹងទៅមុខទៀតគេឲ្យចុច E អូឡើងដល់លើដបូលនេះមើលទេសភាពរបស់គេនោះចេញពីសាច់មកចេញមកឆ្វេងកាប់មើលស្ដាំរងឈុតរងវឡយរងដែរ
ចូលភ្លេងខ្លុយភ្លេងលងលួចមកនេះមានកេះឈើមួយចុចសូអ៊ីដើម្បីឲ្យបើកបើកមែន Ancient bracelet អូកងដៃបុរាណ item នេះគេឲ្យជាកងដៃអូនៅគេដាក់កងដៃនោះវាអាយុរបស់វានៅឆ្នាំ1100អាយុរបស់វាចន្លោះឆ្នាំ1100ទៅ1300គ្រិស្តសករាជអូខេទៅមុខតទៀតអញ្ចឹងវាលេងទៅដោយសារកុំព្យូទ័រខ្ញុំវារៀងទូចអញ្ចឹងវារៀងតាក់បន្តិចបិសាចអញ្ចឹងយើងមើលទស្សនវិជ្ជាហ្គេមទាំងមូលរីហ៊ូនេះគឺរីហ៊ូលយមែនតើហ្គេមហ្នឹងនិយាយទៅហ្គេមហ្នឹងបែបខ្មែរហ្មងរចនាបថវាការ design ការ decor ក្នុងហ្គេមហ្នឹងមើលឈុតឆាកទៅវាគឺបែបខ្មែរមានទាំងរីហ៊ូទៀតទូរីហ៊ូហ្នឹងគឺអ្នកនរគ្នាប្រហែលស្គាល់រីហ៊ូជារីហ៊ូហ្នឹងវាមានតែក្បាលទេរីហ៊ូហ្នឹងនេះប្រហែលទ្វារបើកអូនេះគេឲ្យយើងដល់ប្រស្នាដើម្បីបើកទ្វារបានពពល់អូនេះចាញ់ហ៎អូលយសារ៉េមើលចាញ់នេះបើកច្រករីហ៊ូចាញ់ហ៎ច្រករីហ៊ូមើលទស្សនវិជ្ជាសិននេះរីហ៊ូមិនមានតែក្បាលនេះមានប្រអប់មួយទៀតថូបុរាណឆ្លោះឆ្នាំ1100អូរូបចម្លាក់លកាចគេសូអ៊ីអាយ៉ាអូលយមែនទេមានច្រកទ្វារមួយទៀតចូលមើលអូរូបព្រះទៀតហើយរូបព្រះធំមកបិសាចនេះជាមែនបិសាចជាកងទ័ពពីពួកនេះកាចណា
sơ bột bạ để mà mình chọn từ tiết tế từ bên chẳng dường đào mưa mà trông máu ra tận năng về miền ấy khá là ôi game chắc là tệ nịa trong nịa gặp bơ tường tẹt lăng lên tên nó cả một quyền vừa giờ ô nịa men ta anh ấy châu mà đi chỉ châu mà mới tờ vợ mới tiết xây chứ ôi tẹt lăng men tênนี่คือรูปกรดนะครับเนี่ยchỉ cái game nó với quả giặc ca với lôi mỏ quả giặc ca với riêng bao tờ lên game ở đó bài game bài bỏ bát kia nhưng khơi cho tập hiệp tôi chỉ đọc về nhưng mà khơi bên code bên a bên hộp bột vì nhưng mẹ làm ta đi đưa chỉ snap chiang vì chỉ dễ làm nhóm được hợp chiang lên game xanh này chạy đầy vì sai chạy đây nô phụ chùm lạ khởi nô chùm lạ cô chùm lạ tầm đầy được càng vật quẹo cắt các ba cho mà bây giờ như cắt các ba nó luôn đi vài đấy càng ngọt hút tầm rầy no tao ngọc này mình cười ở nơi lửa hút chùm lạ nó có hút chùm lạ bài không ai đây miền tiết cố miền tiệp chia chun lồi
cặp bàn thì cái là bốn cặp bàn cặp bàn về như là mưa tè ra mày bò ram nữa thì ao trâu đó ao trâu châu ba phần đang này châu tiện ba này nhiệt tiệt cổ ở đấy đi lại não đi chùm rôm mấy viên chỉ chùm rôm một cục hổ bên tia bên đi đi tua dạ một đôi dạ đang coi tiền điện nơi một cơ thông dạ đang coi mà nè nơi một cái sàn tẹt khăn chứ đây kể đi thổi ca làm việc khăn này cái tờ chia sẻ nó thì có thể xa game nó viên mình giữ tiền để xa computer nhom để xa vi chạy card vi tiếp chấn nè làm sân nó vì gì tra vòng chấn lên một bạn ok chắc nhưng xong tay xa bong tập năng tê rồi xin khâm tha game mong cơ Rise of the Hero nâng ai cho mình tranh trong đoàn play card chap nàyហើយមិនតែប៉ុណ្ណឹងសង្ឃឹមថាវានឹងអាចជាเกมមួយដែលប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបានហើយលើពីនឹងដែរខ្ញុំសង្ឃឹមថាเกมមួយនេះនឹងអាចក្លាយជាเกมពេញនិយមមួយនៅក្នុងប្រទេសកម្ពុជាយើងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា